អត់សូវជាចំណាប់ខាងហល់គេទេបងប្អូនហើយប៉ុន្តែដោយសារចង់ភ្លុករសជាតិពងទាកូនស៊ីឈួនគេនោះបងប្អូនដាក់មកគ្រូបមកនិយាយពីថាហល់ហោះឈួលពេញក្បាលពេញតិចអស់ហើយចំពោះរសជាតិវាគឺអត់មានខុសពីស៊ុបស៊ីឈួនទូទៅទេបងប្អូនគ្រាន់តែយើងដាក់ពងទាកូនចូលអញ្ចឹងណាហើយនិយាយពីវិធីធ្វើវិញគឺបែបងាយៗទេខ្ញុំមកបងប្អូនហើយចំណែកពងទាកូននេះគឺខ្ញុំទិញអាឆ្អិនស្រាប់ទេបងប្អូនខ្ញុំដារោអាឆៅអត់មានណាហើយអាស្រាប់ហ្នឹងក៏វាងាយស្រួលដែរព្រោះគេស្ងោរហើយស្រាប់ឥឡូវហ្នឹងគឺខ្ញុំចាក់សាប៊ូលាងចានចូលបន្តិចទៅដើម្បីលាងសម្អាតសម្បកវាឲ្យជ្រះណាបងប្អូនមិនចាំបាច់ចាក់សាប៊ូលាងចានដូចខ្ញុំក៏បានដែរលាងតែទឹកធម្មតាហ្នឹងឲ្យស្អាតណាប៉ុន្តែដោយសារខ្លាចវានៅជាប់អាចវាឲ្យនឹងអាដីវាហ្នឹងណាចឹងហើយខ្ញុំចាក់សាប៊ូលាងចានលាងទៅហើយលាងទឹកឲ្យជ្រះហើយចាំស្ងោរពងទាខ្ញុំលាងរួចរាល់ហើយបងប្អូនឥឡូវខ្ញុំមកច្រាំខ្ទឹមសម្ដងខ្ទឹមសខ្ញុំដាក់ប្រហែលជា4ទៅ5កាពឹកបងប្អូនដាក់តាមចំណង់ចិត្តណាហើយចឹងបញ្ច្រាំវាឲ្យមកណាបន្ទាប់ពីចិញ្ច្រាំខ្ទឹមសហើយឥឡូវខ្ញុំហាន់ខ្ញីជាចំណិតដើម្បីយើងយកទៅរំលីងជាមួយនឹងខ្ទឹមសណាបងប្អូនហើយនេះគឺជាទឹកដូងកន្លះលីត្របងប្អូនខ្ញុំយកមកធ្វើជាទឹកស៊ុបហើយជាមួយនឹងដុំស៊ុបស៊ីឈួនហ្នឹងមួយដុំទូចទេសម្រាប់ដុំស៊ីឈួនខ្ញុំយកដុំស៊ុបនេះហ่าបងប្អូនចង់ប្រើម៉ាកអីក៏បានដែរព្រោះអាហ្នឹងឃើញវាមានម៉ាកច្រើនដែរបន្ទាប់ពីដាក់ឆ្នាំងលើចក្រានហើយគឺខ្ញុំហែកដុំស៊ុបហ្នឹងដាក់ចូលក្នុងឆ្នាំងហើយបាក់ភ្លើងរឹមតិចណាដើម្បីឲ្យដុំស៊ុបហ្នឹងវារលាយបងប្អូនព្រោះវាកកហើយបន្ទាប់ពីវារលាយបានប៉ុណ្ណេះហើយគឺខ្ញុំចាក់ខ្ទឹមសហើយនឹងខ្ញីចូលដើម្បីរំលឹកវាឲ្យឈ្ងុយតិចទេបន្ទាប់ពីរំលីងវារៀងឡើងឈ្ងុយខ្ទឹមហើយនឹងខ្ញីហើយបងប្អូនខ្ញុំចាក់ទឹកដូងកន្លះលីត្រចូលហើយបន្តមកគឺខ្ញុំគ្របវាទុកឲ្យពុះណាបងប្អូនចំពោះគ្រឿងផ្សំខ្ញុំអត់មានបន្ថែមរសជាតិអីផ្សេងទៀតទេគឺមានតែទឹកដូងហើយនឹងខ្ទឹមសហើយនឹងខ្ញីតែប៉ុណ្្នឹងឯងបងប្អូនបន្តមកទៀតគឺខ្ញុំដំពងឲ្យវាប្រេះតិចដើម្បីយើងស្ងោរជាមួយទឹកស៊ុបហ្នឹងវាចូលជាទឹកក្នុងពងហ្នឹងណាហើយសម្រាប់ការស្ងោររបស់ខ្ញុំហ្នឹងអត់យូរទេបងប្អូនដោយសារតែខ្ញុំទិញអាពងទាដែលឆ្អិនស្រាប់មកតែបើចំពោះអ្នកដែលគាត់ទិញអាឆៅមកគាត់អាចរងាស់ទុកឲ្យយូរតិចក៏បានដែរឥឡូវទឹកស៊ុបពុះហើយបងប្អូនខ្ញុំដាក់ពងទាចូលហើយដាក់ឲ្យវាមកពុះមកស្ទុះដែរសម្រាប់ស៊ុបខ្ញុំអត់មានតែពងទាកូនសុទ្ធទេបងប្អូនខ្ញុំមានលាយប្រហិតមកគ្រាប់ពីគ្រាប់ដែរអញ្ចឹងណាសម្រាប់ខ្ញុំមិនដឹងមិនទេបងប្អូនចំពោះពងទាស្ងោរពងមាន់ស្ងោរតាក់ទងជាមួយនឹងស៊ុតហ្នឹងគឺខ្ញុំញ៉ាំអត់បានច្រើនទេលើពីគ្រាប់ទៅគឺមានអារម្មណ៍ថាឈឺក្បាលអីចឹងហើយខ្ញុំលាយប្រហិតដើម្បីញ៉ាំជាមួយនឹងពងទាណាបងប្អូននិយាយពីថាលឿនទេបងប្អូនមកផ្លែតហើយដោយសារតែយើងមានអាដុំស៊ុបស៊ីឈួនរបស់គេស្រាប់តែពេលអញ្ចឹងដាក់មកពុះពីពុះគឺហើយមកមានហត់អីច្រើនទេឥឡូវគឺបានញ៉ាំហើយនិយាយពីថាពណ៌វិញគឺគួរឲ្យចង់ញ៉ាំមកបងប្អូននៅឡើងហមឆេញហ្មងណាប៉ុន្តែញ៉ាំមិនស្រួលគឺថាឆ្លក់ឈួលដល់តិចដល់ក្បាលពេញហ្នឹងឯងតែបើបងប្អូននៅចូលចិត្តហល់ទេតែចូលចិត្តរសជាតិស៊ីឈួនបងប្អូនអាចទុកឲ្យវាត្រជាក់ពេលវាកកខ្លាញ់លើហ្នឹងយើងស្រង់អាខ្លាញ់ម្ទេសនឹងចេញទៅវាទឹកខាងក្រោមវាអត់សូវហល់ទេហើយវាអត់សូវមានខ្លាញ់ទៀតនិយាយទៅមួយយ៉ាងម្នាក់ដែរមកបងប្អូនមកចែកគ្នាហល់ទាំងអស់គ្នាអ្នកដែលចូលចិត្តស៊ុបស៊ីឈួនអីអាចសាកល្បងមកមុខនេះបាន
អរគុណច្រើនបងប្អូនសម្រាប់ការចូលទស្សនា